រឿងមនុស្ស4នាក់កាលពីព្រេងនាយមានបរិសឆោត4នាក់ព្រមព្រៀងគ្នាដើររៀនក្តីលុះដើរបន្តិចទៅចាប់បានអណ្ដើក5បរិសទាំង4នាក់នោះក៏យកអណ្ដើកនោះមកចែកគ្នាដល់ចែកទៅចែកមកនៅសល់អណ្ដើកមួយមនុស្សទាំងអស់នោះមិនសុខចិត្តតែរៀងខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដើកមួយដដែលមិនដឹងគិតធ្វើដូចម្ដេចបរិសទាំង4នាក់នោះតើគំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកលឹងឡងក្នុងវេលានោះមានបរិសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទេសនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដើកគ្នាហើយបរិសម្នាក់នោះឃើញឆោតដូច្នោះក៏សើចហើយនិយាយនឹងបរិស4នាក់នោះមើលទៅអ្នកដូចជាមិនសូវប្រសពសោះបរិស4នាក់គ្រាន់តែសម្ដីប៉ុណ្ណោះក៏និយាយថាអើលោកបើលោកចេះអាណិតមកចែកយើងបន្តិចបរិសម្នាក់នោះហេតុដូច្នោះក៏ដើរចូលអង្គុយជិតចាប់អណ្ដើក5នោះមកហើយរើសមើលអណ្ដើកណាដែលធំជាងគេយកមកទ្របអង្គុយនៅសល់អណ្ដើក4ចែកឲ្យបរិស4នាក់នោះមួយម្នាក់បរិស4នាក់ក៏សុខចិត្តរៀងខ្លួនហើយទាំងអស់គ្នាស៊ូគេនោះថាអ្នកមើលទៅអ្នកប្រហែលជាចេះក្តីបរិសនោះឆ្លើយថាខ្ញុំចេះបរិសទាំង4នាក់ក៏តបទៅវិញថាបើអ្នកចេះក្តីសូមមេត្តាប្រាប់យើងផងបរិសម្នាក់នោះឆ្លើយថាបើអ្នកចូលចិត្តខ្ញុំប្រាប់ត្រូវអ្នកទន្ទិញតាមខ្ញុំបរិស4នាក់ឆ្លើយថាបាទហើយបរិសនោះប្រាប់ឲ្យអ្នកទាំង4នោះឲ្យទន្ទិញរៀងខ្លួនគឺប្រាប់បរិសទី1ថាទំពក់វាទៅទៅភ្នៅវាជ្រុះបរិសទី2ថាមានប្រឡាយទៅទឹកវាហូរបរិសទី3ថាមានសម្រាមទៅឆ្កែវាចុះបរិសទី4ថាមែនទៅគេថាបរិស4នាក់ក៏ទន្ទិញពាក្យនេះចេះចាំគ្រប់គ្នាទៅហើយបរិស4នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយនឹងរកផ្ទះសម្បែងសំណាក់ក៏គ្មានលុះបន្តិចទៅបានប្រទេសនឹងយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់គាត់ក៏ព្រមហើយបរិសនោះនាំគ្នាទាំង4នាក់សំណាក់នៅផ្ទះយាយនោះទៅយប់នោះអ្នកទាំង4ក៏នាំគ្នាទន្ទិញពាក្យក្តីដែលបរិសម្នាក់នោះប្រាប់ទន្ទិញមិនឈប់ឈរតតែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកយប់មិញនោះមានបរិស4នាក់មកសុំផ្ទះខ្ញុំសំណាក់បរិសទាំង4នាក់ចេះតែនិយាយទន្ទិញតតែភ្លឺតែមិនដឹងពាក្យថាដូចម្ដេចស្ដាប់មិនបានសោះខ្ញុំខានដេកវល់ព្រឹកហេតុនេះខ្ញុំមកប្តឹងលោកសូមលោកហៅមនុស្សទាំង4នាក់នោះមកជំនុំជម្រះឲ្យខ្ញុំមេស្រុកបានស្ដាប់ក៏ឲ្យបម្រើទៅហៅបរិសទាំង4នាក់នោះមកហើយសួរថាហេតុដូចម្ដេចបានជាឯងទន្ទិញអ្វីតតែភ្លឺរកតែយាយចាស់គាត់ដេកពួនមិនបានចុះដែលឯងទន្ទិញនោះតើទន្ទិញពាក្យអ្វីបរិសទាំង4នាក់នោះឆ្លើយថាខ្ញុំទន្ទិញពាក្យក្តីមេស្រុកបង្គាប់ទៅទៀតថាចូលឯងរាល់គ្នាសូត្រពាក្យនោះម្ដងអ្នកទៅមើលឯងនឹងស្ដាប់បរិសទី1ថាទំពក់វាទៅទៅនៅវាជ្រុះបរិសទី2ថាមានប្រឡាយទៅទឹកវាហូរបរិសទី3ថាមានសម្រាមទៅឆ្កែវាចុះបរិសទី4ថាមែនទៅគេថាស្ដាប់ពាក្យនោះហើយមេស្រុកក៏កាត់សេចក្តីថាឯងទាំង4នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះបរិសអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយនោះទៅយាយនោះគាត់ប្រើឲ្យធ្វើការសັບសាពើតែរាល់ថ្ងៃលុះនៅនឹងយាយនោះបាន2-3 ខែទៅយាយគាត់ប្រើបរិសទាំង4នាក់នោះឲ្យទៅកាប់ឈើធ្វើទូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅដល់ព្រៃធំហើយដើររកឈើណាមានប្រហោងទៅកាប់លុះចូលទៅដល់ក្នុងព្រៃជ្រៅបានប្រទេសឈើធំមួយដើមមានប្រហោងបរិសទាំង4និយាយគ្នាថាយើងបានប្រទេសឈើប្រហោងហើយយើងត្រូវនាំគ្នាកាប់ឈើនេះបរិសទាំង4នាក់មូមាត់គ្នាក៏កាប់រលំឈើប្រហោងនោះលុះឈើចិត្តរលំបរិសទាំង4នាក់ស្រែកថាកូនយើងចិត្តរលំហើយអាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើងក្រែងធ្វើទូកមិនកើតបរិសម្នាក់ក៏ស្ទុះទៅចាំទ្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្ញែងបរិស3នាក់ឃើញដូច្នោះក៏នាំគ្នាសើចថាយើអានេះខ្លាំងណាស់វើឈើទំហំប៉ុណ្ណឹងកោតតែវាទ្រាំបានហើយវាសើចថែមទៀតបរិស3នាក់នាំគ្នាមើលបរិសម្នាក់ដែលស្លាប់ដល់យូរពេកក៏ស្រែកហៅថាយីមកឆាប់ឡើងនឹងអាលទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើលការដឹងថាបរិសនោះស្លាប់បរិស3នាក់ភ័យណាស់និយាយគ្នាថាយើងនៅមិនបានទេតែយើងខំនៅមុខជាគេប្តឹងថាយើងវាសម្លាប់អានេះបើដូច្នេះត្រូវយើងនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ទៅដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណាក៏ស្រាប់តែវិលវល់ទៅត្រង់កំពង់ផ្ទះយាយហើយនាំគ្នាលួចទូកយាយនោះអុំទៅត្រើយម្ខាងបរិសទាំង3នាក់នាំគ្នាចុះទូកម្នាក់នៅខាងកន្សៃបែរមុខទៅខាងកន្សៃម្នាក់នៅខាងក្បាលក៏បែរមុខទៅខាងក្បាលម្នាក់ទៀតអង្គុយកណ្ដាលបាច់ទឹកទូកតែមិនបានរីខ្សែចំណងទូកនោះចេញចេះតែនាំគ្នាអុំមួយយប់តលភ្លឺនៅតែដែលលុះភ្លឺស្រាងឡើងយាយចាស់ចុះដងទឹកប្រទេសបរិស3នាក់ហើយស្រែកថាយើអានេះរត់ទៅណាបរិស3នាក់ក៏លេចឃើញយាយចាស់ជាចៅហ្វាយខ្លួនក៏តលប្រាជ្ញាមិនដឹងបារតណាក៏ទៅនៅបម្រើយាយចាស់វិញដដែលទៅ